សូមជូនរឿងប្រលឹងចងពៀណែព្រះអើយរួចចោះឯងវាយ៉ាងម៉េចនឹងហាអាយុធបានជាអ៊ំទូកលឿនដូចហោះយ៉ាងនេះទៅវិញបើអ៊ំតែយ៉ាងនេះវាមិននឹកស្លាប់ទេឬទូកពងអត់តូចផងតិចលោមិនទៅដល់ផ្ទះឲ្យវាល្មមបានហើយណាអាយុធអូមិនអីទេលោកយាយប្រពន្ធខ្ញុំឈឺពោះតាំងពីក្បាលប្រឡប់មកម្លេះទម្រាំទទួលបានលោកយាយវាជ្រុលពេកបន្តិចទៅហើយណាលោកយាយបើអញ្ចឹងទេប្រឹងអ៊ំមកលឿនបន្តិចទៅវីវយ៉ាងណាពិតជាពិបាកដែរអាយុធឆាប់បន្តិចទៅខ្ញុំខ្លាចតែទៅមិនទាន់ទេលោកយាយអើយប្រពន្ធខ្ញុំមិនដឹងជាឈឺពោះទ្រាំបានឬមិនបានទេលោកយាយចិត្តដល់ផ្ទះហើយមេឃកាន់តែងងឹតយ៉ាងនេះពិតជាពិបាកមែនព្រះអើយផ្កាយមួយដួងក៏មិនមានឲ្យងងឹតឈឹងតែម្ដងអាយុធពូថាដូចជាមិនសូវស្រួលសោះមិនដឹងជាយ៉ាងណាយ៉ាងណីទេបានហើយពូសេងទូកដល់ច្រាំងហើយចាំខ្ញុំចង់វាឲ្យស្រួលបួលពូសេងជួយតោងដៃយាយមនឡើងផងមិនអីទេយាយឡើងខ្លួនឯងបានហើយតោះឆាប់បន្តិចទៅប្រពន្ធឯងមិនដឹងយ៉ាងណាយ៉ាងណីទេនេះខ្ញុំពិតជាព្រួយបារម្ភណាស់លោកយាយតោះយើងដើរកាត់ព្រៃនេះបន្តិចនឹងដល់កូនផ្ទះខ្ញុំហើយឆាប់ឡើងអាយុធឆាប់ឡើងយីមេឃនេះដូចជាងងឹតណាស់ពូសេងអើយមើលដើរឲ្យស្រួលបួលបន្តិចប្រយ័ត្នមុតចម្រងឈើណាអាយុធឮដូចជាសំឡេងអីអញ្ចឹងតិចលោកយាយជួយផងគុណព្រះអើយជួយផងយាយអើយដូចជាសំឡេងព្រាយបិសាចទេដឹងទេនេះយាយកុំនិយាយតែផ្ដាស់អញកំពុងតែមិនស្រួលផងផ្ទះឯងមើលទៅដូចជាស្ងាត់ម្ល៉េះហើយអាយុធជិតដល់ហើយនោះនៅខាងមុខនោះហើយលោកយាយមែនហើយអាយុធឯងឮដូចជាសំឡេងប្រពន្ធឯងស្រែកឲ្យជួយទៅដឹងប៉ុន្មានហើយពូសំឡេងប្រពន្ធខ្ញុំទេតើពូមានរឿងអីមិនស្រួលហើយយាយចាំយាយផងអាយុធណែយាយងឹតមើលមិនសូវច្បាស់ទេកុំរត់លឿនពេកចាំយាយផងដើរតាមក្រោយខ្ញុំមកយាយពូសេងខ្ញុំទៅមុនហើយចាំឯងផងអាយុធយាយរត់ឲ្យលឿនមកអាយុធអើយអាយុធវារត់ចោលអញបាត់តែម្ដងយីភ្លើងខៀវស្អីគេនឹងពូសេងដូចជាភ្លើងអីគេឆ្វេងឆ្វាចអាយុធតិចជាវាពិតជាពុទ្ធោយ៉ាងម៉េចទៅហើយអូនសំឡាញ់ពូសេងជួយប្រពន្ធខ្ញុំផងនាងពុទ្ធោអាយុធវាជាព្រីអាបទេដឹងព្រីអាបវាស៊ីប្រពន្ធឯងហើយអាយុធព្រីអាបអាយុធប្រយ័ត្នព្រីអាបនេះវាស៊ីប្រពន្ធឯងហើយតិចអាយុធវាហមមកបុកយើងហើយអូយព្រីអាបអូយស្អីគេចេះពូសេងជួយផងពូសេងជួយវាហមមកបុកខ្ញុំហើយព្រីអូយជួយផងអាយុធអូយវាជួយព្រីអាបពូសេងវាខ្វៃស៊ីយីមកហើយអូយគុណព្រះជួយផងអាមអញភ័យណាស់អាយុធអើយមិនដែរឃើញទេពុទ្ធោអូនអើយវាហាច់អូនស៊ីនឹងកូនអស់ទៅហើយប្រពន្ធខ្ញុំត្រូវអាបស៊ីហើយពូសេងពុទ្ធោសាហាវណាស់នេះព្រាយអាបនេះយាយមនក៏ត្រូវវាហាច់ស៊ីដែរពូសេងពុទ្ធោមិនអីទេមីអាបអញនឹងសងសឹកឲ្យដឹងដៃតែម្ដងមីព្រីអាបចាំតែមើលទៅសងសឹកព្រះអើយលោកយាយមិនដេចបានជាវាសាហាវយ៉ាងនេះទៅវិញមីព្រាយបិសាចអញនឹងមិនអោយនាងឯងរួចខ្លួនជាដាច់ខាតអញត្រូវតែសងសឹកនឹងនាងឯងទោះបីជាអញស្លាប់ក៏ដោយអញនឹងតាមរកនាងឯងឲ្យឃើញអាយុធអើយមិនគួរណាប្រពន្ធឯងត្រូវស្លាប់យ៉ាងវេទនាបែបនេះសោះមើលចុះពោះរយៈរយីអស់ទៅហើយកូនឯងក៏វាខ្វះស៊ីទៀត
ហើយមើលតែយាយម៉នព្រះអើយធ្លាកំពុងកោអស់ទៅហើយចំជាសាហាវមិនមានព្រីអាប់នេះពិតជាគួរឲ្យខ្លោចផ្សាណាស់អាយុធ អញនឹងសម្លាប់ឯងវិញឲ្យទាន់តែបាននេះបិសាច យ៉ាងម៉េចទៅហើយក្មួយយុទ្ធហើយនឹងក្មួយសេងព្រះអើយបងប្អូនអ្នកភូមិអើយមកជួយគ្នាមួយដៃមួយជើងមកយកតែបនទៅ ពិតជាគួរឲ្យវេទនាណាស់មិនគួរណាមានរឿងបែបនេះកើតឡើងសោះ ប៉ិតមែនហើយគ្នាយើងជួយគ្នាបន្តិចទៅពិតជាគួរឲ្យអាណិតណាស់យើងជួយរៀបចំគ្នាទៅ ណែអ្នកភូមិយើងគួរតែដឹងហើយថារឿងរ៉ាវដែលបានកើតឡើងបែបនេះវាមានច្រើនដងច្រើនសារមកហើយតែមិនដែលនរណាធ្វើអីវាសោះហើយ ពិតមែនហើយព្រោះតែរឿងនេះហើយបានជាអ្នកស្រុកយើងមួយចំនួនរត់ចោលផ្ទះអស់ទៅហើយនោះពេលនេះមកមានរឿងដល់ផ្ទះអាយុធទៀតពិតជាមិននឹកស្មានមិនដល់មែនតោះយើងទៅរកឈើរកអីជួយធ្វើក្តារដាក់សពគ្នាទៅ យុទ្ធឯងនៅមានសល់ឈើខ្លះទេចាំពួកយើងជួយបាទមិនបាច់ទេបងប្អូនពូមីងរឿងនេះមិនមានអីទេចាំខ្ញុំដោះស្រាយបានហើយសូមអរគុណអ្នកទាំងអស់គ្នាណាស់ដែលមានចិត្តមកជួយដល់ខ្ញុំបែបនេះសូមអរគុណណាស់ ហាមិនបានជាអញ្ចឹងទៅវិញនេះឯងមិនរៀបចំធ្វើបនសពឲ្យប្រពន្ធឯងទេឬ ណែអាយុធមនុស្សដែលស្លាប់ទៅហើយឯងមិនរៀបចំដាក់មឈូសដាក់ក្តារអីទេឬគេមិនដែលទុកឲ្យខ្មោចនៅកណ្ដាលវាបែបនេះទេ តែខ្ញុំថាទុកយ៉ាងនេះសិនហើយពូមីងមិនអីទេរឿងនេះខ្ញុំដោះស្រាយបានហើយសូមអរគុណពូមីងបងប្អូនណាស់ វាមិនកើតទេអាយុធគេមិនដែលទុកខ្មោចឲ្យនៅបែបនេះទេណាមិនកើតទេបើខ្វះខាតអីចាំមីងជួយ បាទមិនអីទេមីងខ្ញុំអរគុណហើយចាំតែមើលស្នាដៃអញម្ដងមីបិសាចនាងឯងមិនអាចរួចពីកណ្ដាប់ដៃអញទេចាំតែមើលទៅ អាយុធនេះឯងវាយ៉ាងម៉េចឯងឈួតទេដឹងមិនដែលឃើញនរណាគេធ្វើអញ្ចឹងទេខ្មោចស្លាប់ត្រូវតែធ្វើបន់ឲ្យគ្នាណា បាទមិនអីទេពូខ្ញុំចេះដឹងហើយ ណែអាយុធនេះឯងធ្លាប់បានបួសរៀនដែរតើមានការចេះដឹងនឹងគេដែរមិនដេចបានជាធ្វើអញ្ចឹងវាខុសពីប្រពៃណីដូនតាយើងដែលមានតាំងពីមុនមកម្លេះមិនត្រូវធ្វើបែបនេះទេ ធ្វើពិធីតាមសាសនាយើងទៅវិញ្ញាណនឹងបានទៅសោយសុខណាយុទ្ធ មែនហើយត្រូវតែធ្វើបន់ បាទមិនអីទេអ៊ំពូមីងបន្តិចទៀតខ្ញុំនឹងធ្វើហើយ តែគេមិនត្រូវទុកសពនៅចោលបែបនេះទេ ខ្ញុំមិនរំលោភបំពានប្រពៃណីសាសនានោះទេគ្រាន់តែចង់ទុកសពឲ្យនៅយ៉ាងនេះសិនលោកអ៊ំមេភូមិគង់តែនឹងបានដឹងនៅថ្ងៃក្រោយទេថ្ងៃក្រោយលោកអ៊ំនឹងដឹងហើយ ស្រេចទៅចិត្តឯងទៅចោះតោះពួកយើងត្រឡប់ទៅផ្ទះទុកឲ្យអាយុធវាគិតតែម្នាក់ឯងចោះ បាទតែខ្ញុំថាទុកឲ្យបែបនេះសិនទៅចំណែកយាយម៉នចាំខ្ញុំធ្វើបន់ជូនគាត់ព្រោះគាត់គ្មានកូនចៅឯណាទេសូមពូមីងកុំបារម្ភអី បានហើយអញ្ចឹងតោះពួកយើងទៅផ្ទះវិញ តោះ ណែវើយឯងមានដឹងទេថាម្ដុំផ្ទះអាយុធអត់មានអ្នកណាគេហ៊ានទៅក្បែរទេគេខ្លាចខ្មោចឡងគ្រប់គ្នាពេលនេះខ្មោចនោះនៅក្នុងផ្ទះនោះបាន5ថ្ងៃហើយគ្មានអ្នកណាហ៊ានដើរកាត់បុកផ្ទះនោះទេវើយអញខ្លាចណាស់ ណែកុំនាំគ្នានិយាយពីរឿងហ្នឹងនិយាយនាំតែភ័យទេនេះអញទៅរកអស់តែក្រោយផ្ទះវាផងមិនកើតទេមើលទៅលេងហ៊ានទៅរកអស់ហើយម៉ែវាឯងរចិត្តនេះបានហើយប្រយ័ត្នខ្មោចប្រពន្ធអាយុធវាលងណាកូនខ្ចីផងមិនលេងចូលទេវើយ មែនហើយពុកវាខ្ញុំលើអ្នកភូមិនិយាយគ្រប់គ្នាមិនថាលោកបងមេភូមិទេគ្មានអ្នកណាហ៊ានចេញដើរយប់នោះទេ អារឿងដែលវាមិនព្រមបូជាខ្មោចនឹងហើយដែលគេគ្រប់គ្នាខ្លាចរអាននឹងណាមិនដឹងជាវាកើតរឿងស្អីទេមិនព្រមបូជាប្រពន្ធវាសោះ យុទ្ធមានឮសូរអ្នកភូមិនិយាយគ្នាទេពីរឿងផ្ទះរបស់ឯងដែលមានខ្មោចលងនោះថ្ងៃនេះជាថ្ងៃទី5ហើយវើយតែដល់7ថ្ងៃប្រកាសជាមានរឿងអីកើតឡើងហើយ
មើលទៅមិនស្រួលទេ បានពូរឿងនេះខ្ញុំបានចាត់ចែងអស់ហើយសូម្បីតែដំបូលផ្ទះយើងក៏វាចេញមិនរួចដែរបើវាហ៊ានតែចុះមកម្ដងនេះខ្ញុំចាប់តន់តែបាន អញនឹងជួយឯងឲ្យបានជោគជ័យអាយុធចាំមើលតើនរណាជាខ្មោចអាបនោះបើមិននៅក្នុងភូមិយើងទេគឺគ្មានមកពីណាឆ្ងាយនោះទេចាំតែមើលទៅ បានដល់7ថ្ងៃហ្នឹងច្បាស់ជាដឹងសខ្មៅហើយពូសេងខ្ញុំមិនឲ្យវារួចខ្លួនជាដាច់ខាតដើម្បីសុវត្ថិភាពភូមិយើងផងព្រោះសំបីតែពូមេភូមិក៏មិនទាន់ដឹងថានរណាជាខ្មោចព្រាយបិសាចនោះដែរ តាមពូដឹងគ្មាននៅឯណាឆ្ងាយពីក្នុងភូមិយើងទេព្រោះតែមិនដឹងថានរណាឲ្យវាប្រកាសនោះពូសង្ស័យតែ ពូសង្ស័យថានរណាដែរ ពូសង្ស័យតែយាយម្នាក់ដែលនៅតែឯងហើយគាត់ចិត្តល្អជួយគេគ្រប់គ្នាណាមួយគាត់មើលទៅដូចជាមានជាងគេជាងឯងក្នុងភូមិនេះណាអាយុធ ពូនិយាយដល់យាយសាយនោះមែនទេពូ ចុះមាននរណាទៀតតែมันប្រកាសទេវើយអញខ្លាចបាបណាស់មិនហ៊ានមើងងាយមនុស្សចាស់ទេព្រោះគ្រាន់តែជាការសង្ស័យមិនទាន់ចោទលើគាត់ទេវាបាបណាស់ ចំណែកខ្ញុំមិនបានគិតដូចពូទេបើសិនជាដឹងថានរណាជាព្រាយនោះហើយចាស់យ៉ាងណាក៏ខ្ញុំសម្លាប់ចោលដែរកូនប្រពន្ធខ្ញុំស្លាប់យ៉ាងវេទនាខ្ញុំមិនអាចទ្រាំបានទេពូ ពូក៏មានចិត្តមិនខុសពីឯងដែរបានហើយបន្លាយើងរាយគ្រប់ជ្រុងផ្ទះអស់ហើយទុកតែច្រកមាត់ទ្វារបានហើយឲ្យតែវាចូលមកយើងបិទខ្ទប់ហើយយកបន្លាដាក់ពីក្រៅមួយជាន់ទៀតទោះជាវាធាក់ទ្វាររហែកក៏ជាប់នឹងបន្លាដែរល្អដែរតើ តោះពូយើងចូលទៅព្រៃកុំឲ្យគេដឹងយើងនៅពួនចាំលបមើលវាដដែលតែវាមិនមកសោះ5ថ្ងៃហើយ មិនអីទេពូជឿថាវាប្រកាសជាមកព្រោះវាមិនអាចអត់ស៊ី 4-5 ថ្ងៃបាននោះទេបើមិនយប់នេះក៏យប់ទី 7 ដែរចាំតែមើលទៅអាយុធ បានខ្ញុំក៏ជឿដូចពូដែរមិនអីទេយើងទ្រាំលួចមើលវាឲ្យដល់យប់ទី 7 ចុះបើមិនកើតទេចាំយើងរៀបចំដុតខ្មោចនោះចោលតែម្ដងទៅ ពិតមែនហើយអាយុធតោះយើងទៅព្រៃកុំឲ្យអ្នកស្រុកគេដឹងថាយើងពួននៅក្នុងព្រៃណា បាទត្រូវហើយពូបើយើងឲ្យគេដឹងច្បាស់ប្រហែលជាបាយការជាមិនខានព្រោះរឿងនេះដឹងតែយើងពីរនាក់តែប៉ុណ្ណោះដើម្បីចាប់ត្រីបានកុំឲ្យទឹកវាល្អក់ណាពូ តោះអញឃ្លានបាយហើយវើយ តោះពូ ពូមើលទៅយប់នេះជាយប់ទី 7 ទៅហើយមេឃងងឹតទៀតខ្ញុំសង្ស័យតែវាមកយប់នេះទេពូ មែនហើយអាយុធយប់នេះមេឃដូចជាងងឹតខុសពីធម្មតាវើយអញសង្ស័យតែវាមានរឿងកើតឡើងនោះទេមើលទៅដូចជាស្ងប់ស្ងាត់យ៉ាងម៉េចមិនដឹងទេសំបីតែខ្យល់បក់ក៏មិនមានដែរដូចជាផ្លាច់ណាស់ ប៉ុន្មានហើយពូយប់នេះដូចជាខុសធម្មតាណាស់បើតាមខ្ញុំស្មានប្រហែលជាប្រលឹងរបស់ប្រពន្ធនិងកូនខ្ញុំមកយកអ្វីជាមិនខាននេះគេហៅថាយកប្រលឹងចង់ពៀនណាពូ អញធ្លាប់ឮចាស់និយាយដែរថាខ្មោចដែលស្លាប់ទៅ7 ថ្ងៃគឺប្រលឹងវានឹងវិលមកវិញណាដោយអាយុធឯងនិយាយថាជាប្រលឹងចង់ការពារនោះអី ពិតមែនហើយពូខ្ញុំដូចជាញាក់ភ្នែកយ៉ាងម៉េចមិនដឹងទេនេះតិចលោប្រលឹងរបស់ប្រពន្ធខ្ញុំមកតាមសំសឹកជាមួយនឹងមីព្រាយបិសាចនោះទេដឹងវាដូចជាខ្យល់បក់យ៉ាងម៉េចមិនដឹងទេពូប្រយ័ត្នខ្លួនផងដើរពូកាន់ឲ្យជាប់ទៅឃើញហេតុមិនស្រួលសូត្រធွာខ្លះឧបកិច្ចឲ្យចូលមកសន្ធិដ្ឋនៅក្នុងដាវនេះស្រួលកាប់ទៅលើមីព្រាយបិសាចនោះណា កុំបារម្ភអីអាយុធអញឧបកិច្ចរួចហើយបើវាមកមែនត្រូវតែសម្លាប់ចោលក្នុងយប់នេះតែម្ដងទៅដើម្បីឲ្យអ្នកភូមិយើងបានសុខផង ប៉ុន្មានហើយពូខ្ញុំត្រៀមកាំបិតផ្គាក់ដែលជាគេពីខ្មោចពុករបស់ខ្ញុំរួចហើយឲ្យតែហ៊ានមកយប់នេះដឹងតែត្រូវហើយ អាយុធឯងមើលភ្លើងខៀវនោះហក់ចេញពីក្នុងភូមិយើងហើយ
ដូចអញថាមិនខុសមែនខ្មោចព្រាយពិតជានៅក្នុងភូមិយើងមែន ប៉ុន្មានហើយពូសេងនោះគឺជាភ្លើងនឹងហើយដែលយើងបានជួបកាលពីលើកមុនពិតជាវាមែនហើយវាចេញមកប្រហែលជាទ្រាំមិនបានទេមើលទៅប្រហែលជាប្រលឹងរបស់ប្រពន្ធខ្ញុំទៅអន្ទងវាមកហើយទេដឹង កុំមន់លឺពេកយើងចាំលបមើលវាសិនទៅតើវាទៅណាមនុស្សវាពិតជាមកផ្ទះយើងមែនហើយអាយុធ ខ្ញុំឃើញហើយពូត្រៀមឲ្យស្រួលកុំឲ្យវារត់រួចក្នុងយប់នេះឲ្យសោះត្រូវតែកម្ចាត់វាឲ្យបានមីព្រាយបិសាចអញសងសឹកយប់នេះហើយមីព្រាយឯងចាំទុកទៅ កុំមន់លឺពេកត្រៀមខ្លួនឲ្យល្អទៅចាំមើលវាបន្តិចសិនបើវាចូលក្នុងផ្ទះយើងហើយអាយុធឯងត្រូវទៅបិទទ្វារឲ្យជាប់អញទៅទាញយកបន្លាមកដាក់នៅមាត់ទ្វារឮទេ បាទខ្ញុំដឹងហើយពូត្រៀមជានិច្ចមីព្រាយបិសាចអញនឹងសម្លាប់នាងឯងឲ្យទាន់តែបានចាំឲ្យច្បាស់ទៅថ្ងៃអវសានរបស់នាងឯងបានមកដល់ហើយ វាកំពុងតែហោះឡើងទៅលើហើយប្រកាសជាមកផ្ទះយើងជាមិនខានអាយុធ ប៉ុន្មានហើយពូវាកំពុងតែរកផ្លូវហោះចូលក្នុងផ្ទះហើយ នៅឲ្យស្ងៀមសិនទុកឲ្យវាចូលក្នុងផ្ទះសិនទៅវាចេញមកវិញមិនរួចទេធ្វើតាមដូចអ្វីដែលពូបានប្រាប់ឯងឮទេ យីមីព្រាយបិសាចនេះវាឡើងលឿនណាស់គិតទៅវាធ្លាប់មកមែនពិតជាមិនខុសមែន ទុកឲ្យវាឡើងទៅផុតសិនទៅអាយុធឯងហក់ចូលទៅបិទទ្វារឲ្យលឿនពូចាំយកបន្លាទៅស្រះការពារខ្លួនផងណា បានពូខ្ញុំដឹងហើយខ្ញុំខឹងនឹងវាណាស់មិនឲ្យវារួចខ្លួនជាដាច់ខាតថ្ងៃស្លាប់របស់វាបានមកដល់ហើយ ត្រៀមណាអាយុធ បាទពូចាំមើលណាមីបិសាច ចូលអាយុធ ងំងំងំរបស់ឆ្ងាញ់យ៉ាងនេះអាណាហ៊ានមកដណ្ដើមអញស៊ីគឺងាប់ញ៉ាញ់ញ៉ាញ់ ជាប់អន្ទាក់ហើយមីបិសាច អាណាហ៊ានមករំខានអញ គឺអញមីបិសាចអាបចង្រៃងាប់ពេលនេះហើយ អាណាបិទទ្វារអញធ្វើអីអាណាបិទទ្វារ អញអ្នកបិទមីព្រាយចង្រៃងាប់ពេលនេះហើយ បើកទ្វារឲ្យឆាប់បើកទ្វារឲ្យអញភ្លាម បើខ្លួនឯងចេញមកកុំឲ្យអញដុនមីបិសាចឯងទាន់ អូយឈឺណាស់មុតក្បាលឈឺណាស់នៅលើដំបូលផ្ទះមានសត្វតែបន្លាអញចេញមិនរួចទេអញចេញមិនរួចទេ ចេញមកពីបិសាចចេញមកបើចិត្តសឿងណាស់ចេញឲ្យរួចមក យុទ្ធត្រៀមភ្លើងដុតកំទេចវាចោលទៅ ខ្ញុំត្រៀមហើយពូសេងមិនឲ្យវាចេញរួចទេវាត្រូវតែងាប់ក្នុងភ្លើងនេះ អញនឹងស៊ីពួកឯងឲ្យអស៊ីឲ្យអ ចេញឲ្យរួចសិនទៅអញអាយុធត្រៀមឲ្យស៊ីហើយវើយឆាប់ចេញមកចេញមក យុទ្ធដុតភ្លើងទៅ បានពូ អាយ៉ាអូយដូចជាធំផ្សាញ់ភ្លើងយីពួកវាលេងដុតភ្លើងអញទេតាអូយអាយ៉យក្តៅណាស់ក្តៅណាស់ យ៉ាងម៉េចហើយមីបិសាចនៅក្នុងភ្លើងនេះស្លាប់ទៅ អូយឡើងអញវិញទៅឡើងអញវិញទៅអញខ្លាចហើយអញខ្លាចហើយអញឈប់សម្រាប់គេទៀតហើយ នៅក្នុងភ្លើងនេះយ៉ាងម៉េចដែរមីបិសាចចង្រៃនាងឯងត្រូវតែស្លាប់ដើម្បីសងជីវិតប្រពន្ធកូនយើងមកវិញ ត្រូវតែស្លាប់នៅក្នុងភ្លើងនេះទៅតោះពូសេងវាពិតជាងាប់នៅក្នុងភ្លើងនេះហើយ ឲ្យវាងាប់ទៅចុះយើងដូចជាបានបូជាប្រពន្ធឯងនិងយាយមនជាមួយគ្នាទៅហើយព្រោះលឹងវាលែងមកចង់កម្មពីគ្នាទៀតហើយសូមឲ្យអហោសកម្មផងចុះ ប្រពន្ធសម្លាញ់និងកូនសូមឲ្យទៅកាន់សុគតិភពចុះបងបានសងសឹកឲ្យអូននិងកូនរួចហើយយាយមនអហោសកម្មឲ្យពួកខ្ញុំផង
Ôi, ôi, lìa hơi, lìa hơi. Gì? Tia bút chế o hơi. Lự tha pri áp ngọt bát từ hơi. Mên tê, bong mê phùm. Viên ngọt dùng mình hơi. Bút nâng xên đốt viên nơi khăn tia nâng nè. Xong một hơi. Một hai khám hỏi propon nâng con viên tiết. Ta miền đăng tế tha nó na chi pri áp nung. ទេខ្ញុំដូចមិនច្បាស់ដែរលោកបងមេភូមិតែគេបានឃើញដងខ្លួនយាយសយហ្នឹងមានតែមួយកំណាត់ខ្លួនទេស្លាប់នៅលើផ្ទះឯណោះលោកបងអត់មានក្បាលទេលោកបងមេភូមិអើយ Chi? Mình chẳngទៅវិញ លោកបងមេភូមិការពិតពេលនេះយើងស្គាល់ហើយថាយាយសយតែម្ដងដែលជាព្រាយអាប់នោះណាលោកបងមេភូមិ មិនបានជាបែបនេះទៅវិញណោះគាត់ជាមនុស្សចិត្តល្អណាស់មិនគួរណាគាត់ខ្លាយទៅជាព្រាយអាបដើរសម្លាប់គេពេញភូមិយ៉ាងនេះសោះ ណែនេះឯងមិនដឹងទេឬអាយុធយាយសយជាគ្រូស្នេហ៍គ្រូធ្មប់ណាដែលល្បីនៅក្នុងភូមិយើងហ្នឹងណាតែដល់ពេលវារៀនមុនអាគមយូរទៅវាបែកឆ្វេងហើយត្រូវព្រាយអាបចូលមកសន្ធិដ្ឋតែម្ដងទៅគិតទៅមិនគួរណាទៅជាយ៉ាងនេះសោះហា ខ្ញុំឃើញគាត់ជាមនុស្សចិត្តបន់ណាស់មិនគួរណាគាត់ខ្លាយទៅជាបែបនេះសោះ អើយធ្វើមិនទៅបើព្រីអាបវាចូលហើយគឺមិនដឹងអីតែទាំងអស់ហ្នឹងលហើយយើងឲ្យហោសកម្មឲ្យគាត់ទៅចោះ បានហើយពួកយើងចាត់ចែងធ្វើបុណ្យភូមិទៅដើម្បីឧទ្ទិសដល់អ្នកដែលបានស្លាប់ទៅនោះយត់ឯងចាត់ចែងទៅណាចាំពួកពូឈរជាចំហក្នុងភូមិនេះដើម្បីឲ្យបានសេចក្តីសុខតទៅថ្ងៃខាងមុខទៀត បាទសូមអរគុណដល់លោកពូមេភូមិនិងបងប្អូនទាំងអស់គ្នាណាចាប់ពីថ្ងៃនេះតទៅភូមិយើងនឹងមានសេចក្តីសុខហើយលែងមានព្រាយបិសាចអីទៀតហើយ ល្អណាស់យុទ្ធណែបើមិនបានពួកឯងជួយទេយើងពិតជារកព្រាយអាបនោះមិនឃើញទេពួកយើងសូមអរគុណឯងនិងប្អូនផ្សេងណាស់ដែលបានជួយរំដោះទុក្ខទោសអ្នកភូមិរបស់យើងនេះតើពិតមែនទេបងប្អូនយើង ពិតមែនហើយភូមិយើងមានសេចក្តីសុខចាប់ពីពេលនេះតទៅ សូមអរគុណដល់បងប្អូនទាំងអស់គ្នាណាតោះនាំគ្នារៀបចំសង់រោងធ្វើបុណ្យភូមិឲ្យសប្បាយណាស់នៃម្ដង សូមអរគុណដល់ប្រិយមិត្តអ្នកទស្សនាជាទីមេត្រីរឿងប្រលឹងចងពៀចប់ដោយបរិបូរណ៍សូមអរគុណ